Assalamualaikum ថ្ងៃហ្នឹងមក iftar ក៏ស្រែបួសនៅខាងអាហារូបករណ៍របស់ពួកយើងវិញម្ដងធ្លាប់ទៅរាល់ដងទៅ iftar ក៏ស្រែបួសនៅផ្ទះអ្នកគ្រូឬក៏បងប្អូនជនជាតិទូរគីអីចឹងនេះរៀងប្លែកបន្តិចបែបមនុស្សច្រើនមែនទែនសិតតាកូនសិស្សបរទេសដូចគ្នាជាស្រ័យបងប្អូនអរគ្នាផងថ្ងៃហ្នឹង voice over សំឡេងស្អកហើយចាប់ដើមឈឺកទៀតហើយឥឡូវចូលមកដល់កម្មវិធីស្រែបួសរបស់ពួកយើងគ្រាន់តែអង្គុយមកភ្លៀងគេទទួលសាឡាត់មុនគេមកនេះជាប្រពៃណីទូរគីមកសាឡាត់ហើយនឹងក្រូចឆ្មាដាក់ទាំងចានអញ្ចឹងគឺគេដាក់មុនគេមកមុនដល់កម្មវិធីស្រែបួសគេមានកម្មវិធីដូចជាសូត្រកូរ៉ានហើយវីដេអូសូត្រកូរ៉ានខ្ញុំបានថតតែខ្ញុំភ្លេចហើយអ្នកដែលសូត្រកូរ៉ានហ្នឹងគេជួនជាតិម៉ូរ៉ូកូសិស្សវិទ្យាល័យអញ្ចឹងណាសូត្រព្រោះមែនតើនិយាយរួមទៅឲ្យតែសូត្រកូរ៉ានគេតែងតែឲ្យជនជាតិអារ៉ាប់ហើយនិងជនជាតិខាងអាស៊ីយើងខាងឥណ្ឌូនេស៊ីមកសូត្រឲ្យជាទូទៅដោយសារតែសំឡេងព្រោះហើយសូត្រច្បាស់មកតោះមកគេមានកម្មវិធីបង្ហាញពីអរិយធម៌របស់ទូរគីបែបប្រុកប្លែកអញ្ចឹងណាហើយគេមានណាស៊ីឬក៏គេវាយភ្លេងអីអញ្ចឹងខ្ញុំអត់សូវដឹងដែរនេះលក្ខណៈថាបែបខាងទូរគីអញ្ចឹងណាហើយសិស្សតែសិស្សវិទ្យាល័យអ្នកដែលឡើងបទបង្ហាញនៅលើឆាកមួយនេះកម្មវិធីស្រែបួសថ្ងៃហ្នឹងសិស្សតែសិស្សបរទេសទាំងអស់មកទាំងជនជាតិទូរគីតែយើងបរទេសអីចឹងណាសិស្សវិទ្យាល័យមានច្រើនជាងគេវិទ្យាល័យរួចខាងសកលហើយនិងខាងអនុបណ្ឌិតអីចឹងណាសិស្សតែសិស្សហារូបករណ៍មកពីខាង DNA របស់ពួកយើងទាំងអស់គ្នាមកកម្មវិធីថ្ងៃហ្នឹងរៀងយូរដែរហើយវីដេអូក៏ខ្ញុំចេះតែកាត់ទៅអញ្ចឹងណាមកដល់កន្លែងមិត្តភក្តិខ្ញុំសូត្រច្រៀងតាមអ្នកដែលនៅខាងលើឆាកហ្នឹងមកនេះហើយនិយាយថា cute មែនទេមិត្តភក្តិជនជាតិឥណ្ឌូនេស៊ីរបស់ខ្ញុំគាត់ហ្នឹងដែរគោដែរកង់របស់ខ្ញុំហើយតែណាក៏ទៅមួយគ្នាដែរក៏ដល់មកអាដានទឹកវាស្រែបួសល្មមហើយអ្នកដែលទឹកវាហ្នឹងគឺជាសិស្សរបស់ពួកយើងមិនមែនជនជាតិខ្មែរណាតែជាតិឥណ្ឌូនេស៊ីខាងគាត់ហ្នឹងសំឡេងនិយាយថាលយព្រោះខ្លាំងមែនទេហ្មងអាចតែមានកម្មវិធីដែលតាក់ទងនឹងអាដានឬក៏សូកូរ៉ានគឺខាងគាត់ចេញមុខមុនគេមកតែដែលតំណាងឲ្យខាងអាស៊ីយើងនៅទូរគីមានតែឥណ្ឌូនេស៊ីយើងនឹងឯងមានមុខមាត់ខ្លាំងជាងគេឥឡូវមកមើលមុខម្ហូបស្រែបួសរបស់ពួកយើងឯហ្នឹងគឺគ្មានអីក្រៅពីនំប៉័ងហើយនិងសាឡម៉ាជីមីជូតប្រាសឺហ្នឹងសាឡលឿងហ្នឹងសាឡហ្នឹងគឺបែបប្រពៃណីទូរគីហ្មងក្នុងប្រពៃណីទូរគីគ្រប់មុខម្ហូបអាហារទាំងអស់គឺមានសម្លនាំមុខមុនគេជានិច្ចហ្មងទឹកសម្លជាមួយនឹងនំប៉័ងទូរគីរួចទៅគេហូបមុខម្ហូបអាហារតាមក្រោយគេអត់យកទឹកសម្លហ្នឹងយកមកហូបជាមួយបាយអីជាមួយនឹងមុខម្ហូបផ្សេងៗនៅក្នុងពេលតែមួយទេយើងញ៉ាំសម្លហ្នឹងឲ្យអស់ទៅគេយកមុខម្ហូបយើងមកឲ្យយើងហូបតាមក្រោយអញ្ចឹងណាមិនថាគ្រប់កម្មវិធីឬក៏យើងទៅហូបឬក៏ទៅស្រែបួសនៅតាមបងប្អូនជនជាតិទូរគីទេគឺប្រពៃណីគេធ្វើអញ្ចឹងទាំងអស់ហ្មងចង់ភើរបស់យើងដើរទៅដើរមកដើម្បីមើលលើតុហ្នឹងតើមានតុណាហូបទឹកសាឡហ្នឹងអស់មុនគេទៅគេយកមុខម្ហូបយើងយកមកឲ្យយើងហូបតាមក្រោយអីចឹងខាងខ្ញុំនេះទឹកសាឡហូបយកជាមួយនឹងនំប៉័ងដែលសារតែឃ្លានោះបងប្អូនហើយក៏មានមុខម្ហូបគេមកដល់ល្មមគេនឹងតែមានសិស្សបរទេសមកពីខាងអាស៊ីច្រើនទៅគេធ្វើបាយឲ្យពួកយើងហូបអីចឹងណាលយដែរតាបន្ទាប់ពីបាយរួចក៏មានគ្រឿងផ្អែមហ្មងហើយគ្រឿងផ្អែមនេះជាទំនៀមទម្លាប់របស់ជនជាតិទូរគីដែរបន្ទាប់ពីយើងហូបបាយឬក៏ហូបនំនែកអីរួចគេតែងតែទទួលគ្រឿងផ្អែមដូចជានំឬក៏បង្អែមអីផ្សេងជានិច្ចហ្មងអត់ដែលខានហ្មងបន្ទាប់មកគឺមានទឹកកាហ្វេទឹកតែ